រឿងទំពេក4នាក់ក្នុងសាច់រឿងនេះមានរឿងកំប្លែងលាយឡំខ្លះៗសូមពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចតទៅកាលមួយនោះមានបុរសម្នាក់រកស៊ីចិញ្ចឹមជីវិតដោយយកស្លឹកត្នោតមកចាក់ស្មុគលក់ថ្ងៃមួយបុរសនោះឡើងទៅលើចុងត្នោតដើម្បីចាក់ស្មុគក្នុងពេលដែលវាអង្គុយនៅទីនោះវាចាក់ស្មុគបណ្ដើរហួចបណ្ដើរយ៉ាងរីករាយវាគិតថាអញត្រូវតែមានអ្នកបម្រើម្នាក់សម្រាប់ធ្វើការឲ្យអញដូចនេះកាលណាអញចាក់ស្មុគរួចអញនឹងលក់ស្មុគនេះបានលុយច្រើនបន្ទាប់មកទៀតអញចាក់ស្មុគឲ្យកាន់តែបានច្រើនឡើងលុះត្រាតែបានលុយច្រើនសម្រាប់លួសខ្ញុំម្នាក់មកបម្រើអញកំពុងតែសប្បាយនឹងគំនិតដែលបានខ្ញុំបម្រើមកធ្វើការឲ្យវាពោលថាបើខ្ញុំបម្រើវាមិនខំធ្វើការទេអញនឹងធាក់វាចេញយ៉ាងនេះណែដោយភ្លេចគិតថាខ្លួនវានៅកន្លែងណាវាក៏លើកជើងម្ខាងធាក់យ៉ាងខ្លាំងទាល់តែភ្លាត់ស្នៀតធ្លាក់ពីលើចុងត្នោតសំណាងល្អវាចេះស្រវាយចាប់បានធាងត្នោតទាន់ហើយក៏តោងនៅតែតោងស្រែកថាជួយផងនៅពេលនោះមកដំរីម្នាក់ជិះដំរីមកដល់ដោយលឺសម្រែកសុំឲ្យជួយពីខាងលើវាក៏ងើបមើលឃើញចៅចាក់ស្មុគកំពុងតោងធាងត្នោតចៅចាក់ស្មុគស្រែកអង្វរជួយដាក់ខ្ញុំចុះខ្ញុំសុខចិត្តបម្រើអ្នកអស់មួយជីវិតភ្លាមនោះមកដំរីសំដៅទៅដើមត្នោតក្រោកឈរឡើងខ្នងដំរីឈោងចាប់ជើងចៅចាក់ស្មុគដោយទំនងជើងគាត់ឈរសង្កត់ទៅលើខ្នងដំរីក៏នឹកថាម្ចាស់វាឲ្យសញ្ញាថាទៅមុខដំរីក៏ដើរចេញទៅទុកចៅចាក់ស្មុគនៅតោងធាងត្នោតនឹងមកដំរីតោងជើងចៅចាក់ស្មុគឥឡូវអ្នកទាំងពីរស្រែកថាជួយផងពេលនោះមានទំពេក4នាក់ដើរមកដល់ដោយបានឮសម្រែកឲ្យជួយអ្នកទាំង4ក៏ឈប់ស្រឡាំងកាំងចៅចាក់ស្មុគនឹងមកដំរីស្រែកថាជួយសង្គ្រោះផងយើងខ្ញុំសន្យាថានឹងបម្រើលោកទាំងអស់គ្នាអស់មួយជីវិតមនុស្សទំពេកទាំង4នាក់មានអំណរអជាខ្លាំងដោយគិតថានឹងបានបម្រើ2នាក់យ៉ាងងាយស្រួលអ្នកទាំង4ស្រែកថាតោងសិនរួចគេក៏រត់ទៅយកសំណាញ់បន្ទាប់មកគេយកជើងសំណាញ់មកចងជាប់នឹងករៀងខ្លួនហើយកាន់សន្ធឹងសំណាញ់ក្រោមដើមត្នោតរួចស្រែកថាទម្លាក់ខ្លួនមកយើងចាំត្រង់អ្នកហើយឮដូចនោះចៅចាក់ស្មុគលែងដៃពីធាងត្នោតវានឹងមកដំរីទម្លាក់ខ្លួនមកចំកណ្ដាលសំណាញ់ទំនងវានឹងមកដំរីធ្វើឲ្យមនុស្សទំពេក4នាក់ងុកទៅមុខរៀងខ្លួនក្បាលទាំង4ក៏ជុលគ្នាយ៉ាងខ្លាំងធ្វើឲ្យបែកក្បាលស្លាប់ភ្លាមទៅរីឯចៅចាក់ស្មុគនិងមកដំរីដើរចេញទៅដោយឥតគ្រោះថ្នាក់អ្វីឡើយអសងគ្នាយ៉ាងសប្បាយរឿងនេះក៏ចប់តែពេលនេះទៅសូមពុកម៉ែបងប្អូនខន្តីអភ័យទោសនៅក្នុងកំហុសខុសឆ្គងនៅក្នុងការអានសាច់រឿងនេះដោយសារតែខ្ញុំទើបនឹងចាប់ផ្ដើមអានសាច់រឿងនេះគឺលើកទី1នោះទេបើពុកម៉ែបងប្អូនពេញចិត្តនឹងវីដេអូមួយនេះសូមកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតសូមអរគុណហើយក៏សូមជម្រាបលា